ថងខ្ញុំបានសូមគោរពលោកអគ្គនាយកអគ្គនាយិកានិងសូមគោរពលោកស្រីនាយិកាក្រសួងអប់រំជាទីគោរពនិងសូមគោរពដល់បងប្អូនទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុន Uterix ហើយក៏មិនភ្លេចជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅក្នុងពេលនេះផងដែរបាទខ្ញុំបានឈ្មោះឆនថយអតីតជានាយកសាលាថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសខ្លាំងមែនទែនដែលបានឡើងមកធ្វើបទបង្ហាញចែករំលែកអំពីក្រុមហ៊ុន Uterix តើក្រុមហ៊ុន Uterix មានសក្តានុពលអ្វីខ្លះនៅក្នុងសតវត្សទី21នេះហើយមានអាជីវកម្មបែបណាខ្លះសម្រាប់ផ្ដល់ឱកាសដល់ពុកម៉ែបងប្អូនលោកស្រីចាប់មុខជំនួញនៅក្នុងសតវត្សទី21នេះជាការប៉ុណ្ណាបងប្អូននៅក្នុងសតវត្សទី21នេះគេបានដាក់ដល់របបថ្មីហើយចំណែកអាជីវកម្មនៅក្នុងក្រុមហ៊ុន Uterix ក៏វាបានដាក់ដល់នឹងបរិបទថ្មីនៅក្នុងសតវត្សទី21នេះតែម្ដងដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាទៅសិក្សាលម្អិតអំពីក្រុមហ៊ុន Uterix ទាំងអស់គ្នាផងដែរបាទក្រុមហ៊ុន Uterix បានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី2ខែសីហាឆ្នាំ2022និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី9ខែតុលាឆ្នាំ2022ក្នុងនេះផងដែរមានស្ថាបនិកនៃក្រុមហ៊ុនUterix ជានរណាជាការប៉ុណ្ណឹងបងប្អូនលោកហានសីហាប្រធានក្រុមប្រឹក្សាវិបាលនិងជាអគ្គនាយកក្រុមហ៊ុននេះតែម្ដងលោកពិតជាមានបទពិសោធន៍ជាច្រើននៅក្នុងអង្គការមិនមែនរដ្ឋាភិបាលនិងលោកក៏មានបទពិសោធន៍ជាច្រើនផងដែរនៅក្នុងការដឹកនាំទីផ្សារបណ្ដាញអស់ជាង20ឆ្នាំពិតជាអស្ចារ្យទេបងប្អូនបាទពិតជាអស្ចារ្យណាស់មួយវិញទៀតលោកដាតុស្រីហត្រីក្រុមប្រឹក្សាវិបាលលោកក៏មានបទពិសោធន៍ជាច្រើនបទពិសោធន៍របស់លោកនោះគឺផលិតផលផ្សេងៗ100ក្រុមហ៊ុនលើពិភពលោកក៏មានបទពិសោធន៍ជាច្រើនផ្នែកជំនាញបច្ចេកវិទ្យាផងដែរហើយបច្ចុប្បន្នលោកមករស់នៅប្រទេសកម្ពុជាយ៉ាងហើយប្រទេសកម្ពុជាគឺជាប្រទេសទី1សម្រាប់លោកមិនតែប៉ុណ្ណោះរឹតតែអស្ចារ្យទៀតលោកបាននាំក្រុមគ្រួសាររបស់លោកមករស់នៅប្រទេសកម្ពុជាយើងហើយក្រុមហ៊ុន Uterix មានចក្ខុវិស័យវែងឆ្ងាយចង់ឃើញមានការទទួលស្គាល់ជាអន្តរជាតិនៅផលិតផលម៉ាក់យីហោសុខភាពហើយនឹងសម្រស់និងអាចជួយមនុស្សលើពិភពលោកបានពាក់ព័ន្ធនឹងច្បាប់ទម្លាប់ផ្សេងៗក្រុមហ៊ុន Uterix យើងមានគ្រប់ជ្រុងជ្រោយទាំងអស់គ្រប់ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាអ្វីដែលពិសេសទៀតនោះបងប្អូនក្រុមហ៊ុន Uterix បានកាត់នៅក្នុងវិបត្តិ COVID-19 ប៉ុន្តែក្នុងរយៈពេលនោះក្រុមហ៊ុនបានរីកធំធាត់មែនទែនហើយទទួលបានពានរង្វាន់ជាច្រើននៅក្នុងពេលនោះផងដែរសប្តាហ៍ថ្ងៃនេះក្រុមហ៊ុន Uterix បានធ្វើការវិនិយោគទៅលើផ្នែកសុខភាពហើយនិងសម្រស់ផ្នែកសប្បុរសធម៌សិលធម៌គុណធម៌និងចំណេះដឹងជាច្រើនព្រោះក្រុមហ៊ុន Uterix គឺជាអ្នកធ្វើបុណ្យធ្វើទានហើយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុងបញ្ចប់នេះខ្ញុំបាទសូមអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុន Uterix និងបងប្អូនទាំងអស់ដែលបានចូលរួមទស្សនាបើសិនជាខ្ញុំធ្វើការចែកម្លែកមានការខុសឆ្គងបែបបទណាមួយសូមអធិស្ឋានអភ័យទោសនិងជួយកែតម្រូវតាមការគួរសូមអរគុណ